សួស្តីមិត្តសិក្សាភាសាចិនយើងវិលជួបនាសាជាថ្មីម្ដងទៀតហើយសូមស្វាគមន៍មកកាន់ Facebook និង YouTube ខ្ញុំបាទ Danu Learn Channel ទាំងអស់គ្នាបងប្អូនថ្មីកុំភ្លេចចុច Like Share និង Follow Subscribe ម្នាក់មួយបានវីដេអូជារឿងចែករំលែកមកដឹងភាសាចិនជារឿងរាល់សប្តាហ៍ថ្ងៃនេះយើងមកសិក្សាពីតទៅនឹងការធ្វើបុណ្យទាននៅវិចិត្រដល់ទៅចូលឆ្នាំដាក់បិណ្ឌណាហើយថ្ងៃពីដំបូងនេះគឺថ្ងៃសិលភាសាចិនគេអានថាចាយរៈគឺថ្ងៃសិលគឺថ្ងៃបោសុទ្ធសិលចៃរៈមើលពាក្យបន្តទៅទៀតពាក្យបន្តទៀតនេះគឺវត្តអារាមភាសាចិនគេអានថាសឺម៉ៅគឺវត្តអារាមឬក៏កន្លែងយើងទៅធ្វើបប្រតិបត្តិធម៌អីចឹងណាតទៅនេះគឺបួងសួងឬក៏សុំសេចក្តីសុខ祈ហ្វូបួងសួងឬក៏សុំសេចក្តីសុខឈីហ្វូកម្មវិធីបួងសួងសុំសេចក្តីសុខផ្សេងហ្នឹងណាឈីហ្វូតទៅនេះគឺព្រះសង្ឃហើសាំងគឺព្រះសង្ឃនៅក្នុងវត្តអារាមហើសាំងបន្តទៀតនេះគឺបុណ្យកុសលដែលយើងធ្វើកុងតើកុងតើអ៊ូឡាំងនៅក្នុងព្រាហ្មណ៍គេថាកុងតើអ៊ូឡាំងនេះគឺបុណ្យកុសលកុងតើទៀតបន្តទៀតនេះគឺអុជធូបសាវសាំងគឺអុជធូបណាអុជធូបមុននឹងធ្វើអីបួងសួងអីយើងសាវសាំងអុជធូបមើលពាក្យបន្តទៀតនេះគឺហូបបួសគឺញ៉ាំអាហារបួសណាគឺហូបអាហារបួសនៅក្នុងវត្តឋាននៅក្នុងព្រះវិហារអញ្ចឹងឈឺសុគេថាញ៉ាំបួសដល់ទៀតនេះគឺថ្វាយផ្កាសៀនហួរនេះគឺការថ្វាយផ្កាទៅដល់ព្រះសៀនហួរថ្វាយផ្កាដល់ទៀតនេះគឺសំពះព្រះបៃហ្វគឺសំពះព្រះបៃហ្វមើលបន្តទៀតនេះគឺពុសឺនឹងគឺបរិច្ចាគឬក៏ធ្វើទានពុសឺនឹងបរិច្ចាគឬក៏ការធ្វើទានតទៅនេះគឺថ្វាយផ្លែឈើណាថ្វាយផ្លែឈើដល់បុព្វព្រះបុព្វការីជនអញ្ចឹងទៅកុងស៊ុយគួគឺថ្វាយឬក៏ផ្លែឈើក្នុងព្រះវិហារថាវាចិនគឺវាច្រើនគឺពាក្យអស់នេះគឺតែងតែជួបផ្ទះហើយខុសឆ្គងយ៉ាងណាសូមខន្តីអភ័យទោសជួបគ្នានៅវីដេអូក្រោយៗទៀតបាយជ័យជេន